បាទសូមជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នាជាទីមេត្រីពេលនេះខ្ញុំចង់ចែករំលែកមួយនៃវិធីសាស្ត្រនៃការតែងស្ក្តីសម្រាប់បងប្អូនឬក៏មិត្តភ័ក្តិទាំងឡាយណាដែលគេនៅខ្សោយខាងផ្នែកតែងស្ក្តីឥឡូវនេះសូមស្ដាប់ហើយពិចារណាទាំងអស់គ្នាសេចក្តីផ្ដើមតែងសេចក្តីគឺជាមុខវិជ្ជាមួយដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្ដែងតែងសេចក្តីពុំមែនជាការសង្ខេបឬលេបខាយពាក្យសម្ដីនោះទេតែវាជាសំយោគនៅរាល់ចំណេះដឹងផ្សេងៗដែលយើងមានដូចជាមកពីសាលារៀនក្នុងគ្រួសារក្នុងសង្គមជាតិឬក្នុងអក្សរសិល្ប៍ដើម្បីយកមកបកស្រាយនៅរាល់បញ្ហាណាមួយដែលគេបានចាប់សួរដូច្នេះដើម្បីធ្វើតែងសេចក្តីឲ្យបានល្អប្រសើរនោះគឺវាតម្រូវឲ្យយើងមានចំណេះដឹងទូលំទូលាយនិយមន័យតែងសេចក្តីកាត់ឡើងដោយសារពាក្យផ្សំបញ្ចូលគ្នាចំនួន3ម៉ាត់គឺតែងសេចនិងក្តីពាក្យថាតែងគឺជាការសម្អិតសម្អាងសម្រិតសម្រាងឬផ្ចិតផ្ចង់ធ្វើឲ្យស្អាតឲ្យល្អឲ្យពេញភ្នែកពេញចិត្តចាប់អារម្មណ៍សេចឬក៏សាច់បានន័យថាជាខ្លឹមសារជាសារៈប្រយោជន៍ឬសំខាន់ក្តីគឺជារឿងហេតុព្រឹត្តិការណ៍ហេតុការណ៍ដូច្នេះតែងសេចក្តីគឺជាការរៀបចំតាក់តែងសម្រិតសម្រាំងលម្អិតលម្អាងយ៉ាងផ្ចិតផ្ចង់នៅរឿងរ៉ាវហេតុការណ៍ឬព្រឹត្តិការណ៍ណាមួយប្រកបដោយអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅដែលជាទីជក់ចិត្តនិងចាប់អារម្មណ៍ផលប្រយោជន៍នៃការតែងសេចក្តីការសិក្សាតែងសេចក្តីមានផលប្រយោជន៍ច្រើនយ៉ាងពោលគឺបណ្ដុះបណ្ដាលឲ្យចេះប្រើបញ្ញាស្មារតីដើម្បីសង្កេតពិនិត្យឲ្យបានច្បាស់លាស់នៅរាល់បញ្ហាដែលបានកើតឡើងនៅជុំវិញខ្លួនយើងជាពិសេសបណ្ដុះគំនិតស្មារតីមនុស្សឲ្យមានថ្មីមាត់ក្នុងការនិយាយស្ដីការនិពន្ធការឃោសនាការសរសេរអត្ថបទផ្សេងៗសេចក្តីថ្លែងការណ៍រដ្ឋបាលផ្សេងៗធ្វើរបាយការណ៍និងការផ្សព្វផ្សាយជាដើមទី4វិធីសាស្ត្រដើម្បីឲ្យមានយោបល់ឬគំនិតច្រើនក្នុងការសរសេរតែងសេចក្តីឲ្យបានល្អដើម្បីសរសេរតែងសេចក្តីឲ្យបានល្អយើងត្រូវអនុវត្តតាមចំណុចដូចខាងក្រោមនេះត្រូវចេះវិធីសាស្ត្រនៃការធ្វើតែងសេចក្តីឲ្យបានច្បាស់លាស់ទី1បន្តទៀតត្រូវចេះរៀនពិនិត្យសង្កេតបញ្ហាដែលនៅជុំវិញខ្លួនយើងនឹងវាពិសេសណាគឺសង្កេតទៅលើបញ្ហាដែលនៅជុំវិញខ្លួនយើងមានទីសាធារណៈដូចជាកន្លែងជនអញ្ចឹងណាហៅថាទីសាធារណៈសាលារៀនបញ្ហាសង្គមនិងបញ្ហាផ្សេងទៀតជាច្រើនត្រូវចេះដកស្រង់គំនិតរបស់អ្នកប្រាជ្ញល្បីដូចជាកវីខ្មែរយើងពីជួនណាតឬក៏អ្នកប្រាជ្ញដែលល្បីខាងផ្នែកតែងដីញុកថែមឬក៏នោះហាចឬក៏អ្នកតែងដែលអសរសិល្ប៍ខ្លាំងហ្នឹងជាគំនិតល្បីពីគាត់មកអ្នកប្រាជ្ញល្បីហ្នឹងដែលមានផលប្រយោជន៍សម្រាប់អប់រំសង្គមទូទៅឬក៏អាចដកស្រង់ចេញពីប្រវត្តិសាស្ត្រឧស្សាហ៍អានកាសែតឲ្យបានច្រើនដើម្បីស្វែងយល់និងដឹងពីកលឿនបានខ្លាំងមួយទៀតទស្សនាវដ្តីដាប់វិទ្យុឬមើលទូរទស្សន៍ជាដើមមើលទូរទស្សន៍ដើម្បីបង្កើននៅប្រាជ្ញានិងដើម្បីបង្កើននៅសិលវិធីក្នុងការមើលទៅលើសកម្មភាពហើយត្រូវចេះអក្សរសិល្ប៍ពួកគឺត្រូវចេះវិភាគលើតួអង្គលើបញ្ហាអត្ថន័យអត្ថរូបអត្ថរសនិងបញ្ហាផ្សេងទៀតជាច្រើនជាពិសេសរឿងដែលមាននៅក្នុងកម្មវិធីសិក្សាដូចជារឿងទុំទាវរៀមកេវេសន្តរភូមិដេរឆានគូលីកំណែនថៅកែចិត្តចោលគ្រូបង្រៀនស្រុកស្រែឬក៏ជំទាវសែននឹងយើងត្រូវតែហាត់អក្សរសិល្ប៍បានច្រើនដែរដើម្បីយកគំរូតាមគេមួយទៀតត្រូវហាត់ឬក៏រៀនសរសេរតែងសេចក្តីឲ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតនិងពង្រឹងបញ្ញាស្មារតីរបស់យើងឲ្យកាន់តែទូលំទូលាយល្អប្រសើរថែមទៀតក្នុងការធ្វើតែងសេចក្តីត្រូវចេះលើកឧទាហរណ៍មកបញ្ជាក់ដើម្បីឲ្យការអធិប្បាយរបស់យើងកាន់តែមានខ្លឹមសារនិងអត្ថន័យបន្ថែមទៀតនិងជាការចាប់អារម្មណ៍ពីសំណាក់អ្នកអានឬអ្នកកែនៅពេលដែលយើងលើកនឹងមកអ្នកកែគឺគេស្រួលកែសម្រាប់ដាក់បន្ទុកឲ្យយើងហើយក៏អ្នកអានហ្នឹងគឺគេងាយស្រួលអានហ្នឹងកន្លែងហ្នឹងវាសំខាន់ដែរយ៉ាងដែរហើយមួយទៀតត្រូវសិក្សាប្រធានដែលគេដាក់មកឲ្យបានច្រើនដងយ៉ាងតិចក៏2ដងដែរឬក៏ច្រើនពី2ដងហ្នឹងដើម្បីឲ្យប្រធានហ្នឹងយើងអាចយល់ពីវាឲ្យបានច្បាស់ត្រូវចេះពាក្យនិងសំនួនពាក្យ
ដែលត្រូវប្រើក្នុងការធ្វើតែងសេចក្តីឲ្យបានច្បាស់លាស់ដើម្បីឲ្យ clear ប្រយោគនៃតែងសេចក្តីរបស់យើងកាន់តែជាទីចាប់អារម្មណ៍និងពេញនិយមរបស់អ្នកកែពាក្យនិងសំនួនពាក្យទាំងនោះរួមមានលើកនេះបន្ថែមពីលើនេះទន្ទឹមនឹងនេះផ្សេងពីនេះដោយឡែកពីនេះដតីពីនេះក្រៅពីនេះផ្ទុយទៅវិញដរាបណាលហឹកណាពលគឺថាករណីនេះប្រការនេះក្នុងន័យនេះដូចជាករណីពិសេសជាពិសេសសម្របតាមសម្រួលតាមស្របតាមទោះជាយ៉ាងណាក៏ដោយយ៉ាងណាមិញមិនតែប៉ុណ្ណោះទៀតសោតផ្ទួនបន្ថែមពីលើនេះទៀតឡានឹងមានច្រើនទៀតសម្រាប់ពាក្យទាំងអស់ហ្នឹងឥឡូវចូលដល់ទី5ទៀតគឺការដែលគួរជៀសវាងឬក៏ជាប្រការដែលគួរជៀសវាងក្នុងការធ្វើតែងសេចក្តីផ្ដើមគុំសេចក្តីផ្ដើមយើងហ្នឹងគឺគុំនិយាយវែងអន្លាយច្របូកច្របល់ក៏ចូលដល់បញ្ហារបស់ប្រធានយើងកុំឲ្យវែងពេកដើម្បីឲ្យប្រការដែលយើងធ្វើវែងពេកគឺវាអាចច្របូកច្របល់ជាមួយនឹងប្រធានវាអាចដល់បញ្ហាប្រធានហ្នឹងគឺគេអត់ឲ្យធ្វើទេហ្នឹងគួរជៀសវាងឲ្យបានហើយហ្នឹងកុំផ្ដើមវែងពេកឬខ្លីពេកសរសេរយ៉ាងណាឲ្យបានសមរម្យតែមានអត្ថន័យខ្លាំងកុំប្រើពាក្យពិសេសដូចជាពាក្យបាលីពាក្យខ្មែរបុរាណឬក៏ពាក្យសំស្ក្រឹតដែលគេពិបាកយល់កុំប្រើឲ្យសោះដែលមិនចាំបាច់ដូចជាពាក្យថាវាវត្តសង្សារលោកសន្តិវាសតិតិកឬក៏លក្ខមានច្រើនទៀតយើងកុំប្រើពាក្យដែលពិបាកសំនួនលេខត្រូវសរសេរជាលេខទាំងអស់ឧទាហរណ៍7600នឹងគឺយើងអត់អាចសរសេរជាលេខដូចថាអក្សរបារាំងឬក៏លេខខ្មែរបានទេគឺយើងត្រូវតែសរសេរជាអក្សរខ្មែរប៉ុន្តែសរសេរដូចថាសរសេរជាអក្សរខ្មែរវិញមិនសរសេរជាលេខទេចាំកន្លែងហ្នឹងបន្ទាប់មកទៀតគឺមិនត្រូវប្រើចំណុចអីទេដូចថាយើងប្រើចុចដើម្បីបញ្ជាក់ន័យគេបន្ថែមទៀតកុំប្រើឲ្យសោះកន្លែងហ្នឹងឬក៏សញ្ញាត្រេអត់ប្រើទេអត់ប្រើសញ្ញាទេគឺប្រើតែចំនួនមួយគឺប្រើតែអក្សរតែមួយទេគឺអក្សរខ្មែរអត់ប្រើត្រូវចុចឬក៏សញ្ញាអីញ៉ៃទេមិនត្រូវប្រើពាក្យថាខ្ញុំបាទនាងខ្ញុំអញវាហើយត្រូវប្រើពាក្យគេឬយើងជំនួសវិញអត់ឲ្យប្រើពាក្យថាខ្ញុំគេអញវាឬក៏អសុរយទេអត់ឲ្យប្រើគឺយើងប្រើពាក្យថាគេយើងឬក៏ជំនួសទៅដោយពួកយើងខ្ញុំនេះហ្នឹងយើងត្រូវតែប្រើឲ្យឡើយហ្នឹងជៀសវាងឃ្លាថាខ្ញុំនឹងធ្វើការបកស្រាយឬពិភាក្សាដូចតទៅនេះឲ្យបានហ្នឹងកន្លែងហ្នឹងជៀសវាងដែរត្រូវសរសេរប៊ិចពណ៌ខៀវប៊ិចផ្សេងទៀតមិនអនុញ្ញាតឲ្យប្រើទេប៊ិចខៀវគឺយើងប្រើសម្រាប់សរសេរលើក្រដាស់ដើម្បីយើងឲ្យគ្រូកែប៉ុន្តែបើយើងសរសេរប៊ិចក្រៅពីប៊ិចខៀវយើងប្រកាសជាខុសហើយដូច្នេះគ្រូអាចដកបន្ទុកយើងបានប៉ុន្តែបើក្នុងករណីមួយទៀតគឺពេលយើងសរសេរព្រៀងសម្រាប់សំណេរតែងស្រីរបស់យើងហ្នឹងគឺយើងអាចសរសេរប៊ិចពណ៌អីក៏បានដែរឬក៏សរសេរខ្មៅដៃឬក៏សរសេរប៊ិចក្រហមប៊ិចពណ៌បៃតងសរសេរតែចិត្តយើងប៉ុន្តែបើសរសេរនៅក្នុងក្រដាស់សម្រាប់ឲ្យគ្រូយកទៅកែយើងដាច់ខាតត្រូវតែសរសេរជាប៊ិចខៀវត្រូវចាំកន្លែងហ្នឹងពេលសរសេរចប់មួយកថាខណ្ឌឬមួយវគ្គត្រូវប្រើសញ្ញាខណ្ឌត្រូវតែយល់មួយវគ្គឬក៏មួយកថាខណ្ឌត្រូវតែប្រើសញ្ញាខណ្ឌកុំសរសេររបៀបមេរៀនឬចំណងជើងតូចធំគូសបន្ទាត់ដាក់លេខរៀង1ធំ2ធំ3ធំឬក៏ដាក់ចំណាំថាអក្សរកអក្សរខអក្សរខងអីចឹងទៅអត់ឲ្យប្រើចឹងទេចាំកន្លែងហ្នឹងកុំដាក់ពាក្យថាសេចក្តីផ្ដើមឬក៏ផ្ដើមសេចក្តីទួសេចក្តីឬបញ្ចប់សេចក្តីក្នុងការអធិប្បាយរបស់យើងអត់ឲ្យប្រើទេផ្ដើមសេចក្តីហើយយើងសេដើមដែលយើងចង់គិតនោះទេយើងដាច់ខាតអត់ឲ្យប្រើពាក្យថាដើមក្តីទូស្តីឬក៏ស្តីបញ្ចប់នៅក្នុងសំណេររបស់យើងទេព្រោះវាអាចខុសករណីហើយគឺវានិយាយទៅអត់សមហ្មងជៀសវាងសរសេរអក្សរកាត់ឬអក្សរបរទេសឆ្លងបន្ទាត់ឆ្លងពាក្យឬគូសបន្ទាត់ក្រោមពាក្យណាមួយកុំប្រើពាក្យឧទាហរណ៍ឲ្យសោះកុំប្រើសញ្ញាយកលក្ខបន្ទុឬសញ្ញាត្រេពីនៅត្រង់បញ្យលពាក្យឬក៏បញ្យលនៃរបស់ប្រធានត្រូវចាំកន្លែងហ្នឹងគេឲ្យប្រើសញ្ញាស្មើដើម្បីបញ្យលពាក្យគេបើចង់បញ្យលពាក្យអីមួយយើងថាពាក្យថាបិចបានន័យថានឹងគេចង់បញ្យលហ្នឹងគេហៅប្រើពាក្យចំនួនវិញគឺបានន័យថាឬក៏មានន័យថាហ្នឹងយើងប្រើចឹងវិញណាបាទឥឡូវនេះយើងមើលដល់យោបល់បណ្ដាំត្រូវតែចាំកន្លែងនឹងអ្នកគ្នាបើបងប្អូនចង់ឲ្យខ្លួនពូកែខាងសំណេរតែងសេចក្តីត្រូវចេះនឹងចងចាំរឿង
ស្គាល់និងយល់ដឹងព្រឹត្តិការណ៍ឲ្យបានច្រើនត្រូវយល់ដឹងពីបញ្ហាសង្គមដែលយើងកំពុងរស់នៅដូចជាច្បាប់សេដ្ឋកិច្ចវប្បធម៌ប្រពៃណីនិងនយោបាយជាដើមបន្ថែមពីលើនេះទៀតត្រូវចេះអក្សរសិល្ប៍ឲ្យបានច្បាស់លាស់ត្រូវអានស្ដាប់កត់ត្រាសូរឲ្យបានច្រើនត្រូវឧស្សាហ៍ធ្វើលំហាត់ឬសំណេរសរសេរតែងក្តីនឹងឲ្យបានច្រើនដូចសុភាសិតមួយគួរពិចារណាព្រះអាទិត្យភ្លឺបានតែពេលថ្ងៃច័ន្ទពេញបរមីភ្លឺបានតែពេលយប់ចង្គៀងភ្លឺបានតែមួយបន្ទប់វិជ្ជាភ្លឺគ្រប់សពទិសានឹងគួរតែយល់កន្លែងហ្នឹងបាទអរគុណសម្រាប់ការស្ដាប់ការវិធីសាស្ត្រនៃការតែងសេចក្តីរបស់យើងសង្ឃឹមថាអាចនឹងចេះអស់ហើយតែងសេចក្តីយើងស្រួលទេបើយើងអាចយល់ពីអ្វីដែលខ្ញុំបានចែករំលែកទៅមិញហ្នឹងវិធីសាស្ត្រតែងសេចក្តីទៅធ្វើមិនបាទអរគុណច្រើនសូមជូនពរឲ្យជោគជ័យសម្រាប់ការតែងសេចក្តី